សូមសួស្តីសម្រាប់សប្តាហ៍ទី22យើងមាន Smartphone ដែលធ្លាប់បានជាប់ជាលំដាប់កំពូលក្នុងតារាងកន្លងមកហើយបានធ្លាក់ចុះនិងឥឡូវវាបានវិលត្រឡប់មកវិញម្ដងទៀតជាមួយចំណាត់ថ្នាក់លេខ1ដដែលគឺ Galaxy A56 បន្ទាប់ពីបានប្រកាសខ្លួនអស់រយៈពេល2ខែមកហើយចំណែកឯ Galaxy S25Edge វិញទទួលបានតំណែងមួយក្នុងការបានមេដាយប្រាក់គឺចំណាត់ថ្នាក់លេខ2ខណៈពេលដែលកំពូល Smartphone Honor 400 Pro បានរំកិលឡើងមកកាន់ចំណាត់ថ្នាក់លេខ3ជាមួយមេដាយសម្រិត Smartphone Galaxy S25 Ultra ទទួលបានចំណាត់ថ្នាក់លេខ4ក្នុងសប្តាហ៍ទី22នេះនាំមុខ Smartphone Infinix GT 30 Pro ដែលបានធ្លាក់ចុះក្នុងសប្តាហ៍សម្រាប់ចំណាត់ថ្នាក់លេខ5ប៉ុន្តែបើនិយាយពី Xiaomi 15S Pro នៅតែជាទូរស័ព្ទ Xiaomi ល្អបំផុតមួយទទួលបានចំណាត់ថ្នាក់លេខ6ក្នុងសប្តាហ៍នេះដែលអាទិត្យមុនវាទទួលបានលេខ1 Smartphone ទៅប្រកាសខ្លួនថ្មីមួយទៀតបានចូលខ្លួនមកកាន់ចំណាត់ថ្នាក់លេខ7គឺ Vivo S30 Pro 5G បន្ទាប់មកទូរស័ព្ទ Xiaomi Poco X7 Pro ទទួលបានចំណាត់ថ្នាក់លេខ8 Smartphone ថ្មីមួយទៀតដែលទៅប្រកាសខ្លួនដែរគឺ Vivo IQ0 Neo 10 5G ទទួលបានចំណាត់ថ្នាក់លេខ9នាំមុខ Smartphone លំដាប់កំពូល Apple iPhone 16 Pro Max បិទបញ្ចប់តារាងក្នុងសប្តាហ៍នេះជាមួយលេខ10ចុងក្រោយគេសូមអរគុណ